តើអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបកាត់ឡុងសុងបដិញមនុស្សវ័យកណ្ដាលបាទវ័យចំណាស់ដែរហើយមិនមែនវ័យកណ្ដាលទេបាទហើយសក់ប្រភេទហ្នឹងយើងអាចកាត់ឡុងសុងបដិញបានបាទហើយបើសិនជាខ្ញុំកាត់ទៅមានការខុសទាស់ខ្វះចន្លោះត្រង់ណាសូមមេត្តាអធិស្ឋានប្រភេទមុតសក់ឡុងសុងបដិញនេះយើងចាប់ផ្ដើមបើកមុខលេខ1បងប្អូនណាបើកមុខលេខ1មកវាអត់សពេកទេបាទនៅពេលដែលខ្ញុំច្រាប់ក្នុងសក់បងប្អូនឃើញថាសក់នឹងនៅសល់រាងក្រាស់ដែរបងប្អូនដោយសារតែកាមេរ៉ានេះវាស្រូបទៅរាងសពេកដោយសារតែកាមេរ៉ាអត់អីទេគឺកាមេរ៉ាស៊ីនតែម្ដងអញ្ចឹងបងប្អូនបើកមុខលេខ1ដូចខ្ញុំបើកមុខដំបូងអញ្ចឹងណាបាទហើយបន្ទាប់ពីបើកមុខហើយគឺខ្ញុំចាប់ជើងសក់ឲ្យស្អាតបានខ្ញុំបដិញបាទបានខ្ញុំកាត់ចាប់ដើមកាត់បដិញដើរក្រាស់1 2អញ្ចឹងទៅបាទអញ្ចឹងបងប្អូនមើលការជ្រាបជើងសក់របស់ខ្ញុំសិនហើយយើងធ្វើមួយណាបងប្អូនណាបាទធ្វើមួយទៅហើយបងប្អូនដែលទៅរៀនអីហ្នឹងអាចមើលវីដេអូលេងបានបាទហើយសក់ប្រភេទទៅចេះបងប្អូនត្រូវមើលប្រកាសភ្ញៀវសក់គាត់សភាពបែបម៉េចរួញកញ្ញាញ់បែបម៉េចដែលយើងកាត់បែបម៉េចឲ្យវាសមនឹងមុខមាត់ណាហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីខ្ញុំច្រឹបអីហើយគឺខ្ញុំបដិញបបោះម៉ូទ័រខ្មៅ M7 ហ្នឹងយើងតម្លាក់ធ្មេញអស់មកបាទហើយយើងបបោះនៅឲ្យវានៅខ្មៅកុំឲ្យវាសខ្លាំងពេកបាទហើយយើងបដិញ1 2តាមលក្ខណៈកែភ្ញៀវហ្នឹងទៅបងប្អូនអត់ទាន់ចេះបដិញ1 2ឬក៏នៅស្ទើរកន្លែងហ្នឹងឯងអាចមើលខ្ញុំកាត់បដិញបានបាទ1 2បាទហើយសក់នេះវាមិនស្អាតណា 100% ទេគ្រាន់ថាអាចទទួលយកបានអញ្ចឹងបងប្អូនទាំងអស់គ្នាមើលការដើរក្រាស់បាទហើយដើរក្រាស់យើងកុំដើរផ្ដេកទាំងអស់យើងមានប្រឆាត់ផ្ដេកចនិតសក់ប្រឈរអីយ៉ាងនេះណាតាមលក្ខណៈសក់បាទហើយនៅខាងក្រៅកន្លែងនេះបើបងប្អូនមើលការបដិញរបស់ខ្ញុំទៅបាទយើងបដិញ1 2ដើម្បីឲ្យសក់ហ្នឹងគឺបដិញឡើងទៅលើទៅ smooth ព្រោះសក់បងប្រុសខាងក្នុងវីដេអូនេះរួញខ្លាំងមែនតើបាទមួយប្រចាំរបស់ខ្ញុំហើយសក់ពីលើរបស់គាត់បងប្អូនខ្លះមិនទុកដូចខ្ញុំក៏បានដែរដោយសារតែសក់នេះបងប្រុសគាត់ថាទុកបន្តិចទៅបាទហើយខ្ញុំក៏ទុកបន្តិចឲ្យគាត់ទៅដោយសារតែសក់ខាងលើនេះបើសិនតែយើងយកបន្តិចទៀតគឺស្អាតតែម្ដងណាបងប្អូនប្រាប់ថាសក់យើងយកបន្តិចទៀតបែបជ្រុងមកក្រោយណាសក់បែបជ្រុងមកក្រោយស្អាតហើយកន្លែងនេះខ្ញុំដើរក្រាននេះអាចកណ្ដក់ខ្លាំងពេកបាទតែនេះកណ្ដក់ខ្លាំងពេកគឺវាអត់អស់អុចខ្មៅទេបងប្អូនឃើញណាប់អុចខ្មៅទេធម្មតាឲ្យតែកណ្ដក់ខ្លាំងគឺយើងយកអត់សូវអស់ទេកន្លែងហ្នឹងបាទអញ្ចឹងបងប្អូនដែលអត់តន់ចេះកាត់សក់មនុស្សចាស់អីបាទហើយអត់តន់ចេះមើលសក់តម្រង់បែបប្រភេទបែបនេះអីអាចបងប្អូនអាចមើលតាមពីវិធីខ្ញុំកាត់បានបាទហើយវាមើលទៅមិនជាស្អាតមិនណាស់ណាទេបាទគឺយើងអាចទទួលយកបានដូចកន្លែងខ្ញុំបដិញអញ្ចឹងបាទកន្លែងកណ្ដក់ហ្នឹងគឺបងប្អូនដួសសក់កន្លែងកណ្ដក់ហ្នឹងគឺឲ្យដល់គល់ក្រាស់មកបងប្អូនកាត់តែចំណុចណាដែលយើងចង់បានអញ្ចឹងណាកាត់តែចំណុចកន្លែងខ្មៅដែលយើងចង់បានហ្នឹងទៅគឺវាកាត់បន្ថយការខ្មៅខ្លាំងបាទបែរណាក៏អាចកាត់50% ដែរនៅសល់ 50% អញ្ចឹងណាបងប្អូនឃើញទេបាទហើយយើងប្រើចុងក្រាស់តិចតួចអញ្ចឹងដើម្បីបដិញហើយតមកទៀតយើងរំលាយជើងសក់ឲ្យម៉ត់តិចមកជើងក្រោមហ្នឹងបាទពីលើតងទៅជាងលេងឲ្យលេងតិចមកហើយខាងចែងចំហៀងពីក្រោយអីគឺយើងលេងឲ្យដូចគ្នាហើយចំហៀងគឺយើងទុកឲ្យស្នាមថ្នេរអញ្ចឹងតែម្ដងអញ្ចឹងណាមើលទៅឃើញស្អាតមកចំហៀងខាងស្ដាំបងប្អូនបាច់មើលទេដោយសារខាងហ្នឹងវាមើលមិនឃើញបាទហើយសក់នេះគឺខ្ញុំធ្វើការកាត់ហើយដែរហើយពីលើក៏ទុកប៉ុណ្ណឹងណាបងប្អូនបាទហើយខ្ញុំសូមឲ្យគាត់កាត់ដែរគាត់ថាអត់កាត់ទេហើយយើងគឺទុកប៉ុណ្ណឹងឲ្យគាត់តែម្ដងទៅហើយវីដេអូនេះគឺខ្ញុំអត់បានបង្ហាញការកោបាទអត់បានបង្ហាញការកោពុកមាត់កោជើងសក់អីទេព្រោះដោយសារតែការកោហ្នឹងគឺបងប្អូនយើងចេះស្រាប់ហើយយើងមិនបាច់បង្ហាញទេក៏បង្ហាញទៀតក៏បានដែរហើយបងប្អូនចូលមកទស្សនាវីដេអូរបស់ខ្ញុំដល់នាទីនេះហើយបងប្អូនកុំភ្លេចជួយ Subscribe Channel ឬក៏ចុច Like ចុច Share ឲ្យខ្ញុំម្នាក់មួយណាបងប្អូនអរគុណច្រើនសម្រាប់បងប្អូនយើងដែលទៅមកថ្មីបាទអត់បានចុច Subscribe Channel របស់ខ្ញុំបាទកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយមកណាបងប្អូនណាបាទខ្ញុំបង្ហាញវីដេអូជូនបងប្អូនមើលរាល់ថ្ងៃច្រឡំ2ថ្ងៃម្ដងបាទអធិស្ឋានសក់នេះយើងសេរីហើយថាបងប្អូនមើលថាវាបានប្រមាណភាគរយបាទកុំភ្លេចជួយ Comment ខាងក្រោមរបស់ខ្ញុំម្នាក់មួយផងបាទដោយសារតែទឹកដៃនៅមានកំណត់បាទហើយនេះគឺការចែករំលែកបាទជូនបងប្អូនមើលខ្លះៗអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបងប្អូនអរគុណច្រើនបាទបាយបាយ